ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទីមើលថាថ្ងៃនេះខ្ញុំមកធ្វើម្ហូបអីទៀតហើយមិនទាយក៏បងប្អូនដឹងដែរព្រោះថាចេញក្បាលវីដេអូមកឃើញមន់មួយទាំងមូលហើយអញ្ចឹងថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកដុតមន់កូកាជាមួយនាងខ្ញុំតើកុំឲ្យខាតពេលយូរទៅធ្វើទាំងអស់គ្នាជាដំបូងនេះខ្ញុំមានមន់ចំនួន1មន់យកមន់ស្រែបន្ទាប់មកខ្ញុំមានបន្លែប្រយោគចេកស្ពៃក្តោបឆ្មាជីវ៉ាន់សុយគល់ក្រីនិងម្ទេសហើយអាចបំភ្លេចបានជាមួយកូកាព្រោះថាយើងដុតមន់កូកាអញ្ចឹងយើងមកលាយទឹកសសិនបងប្អូនទាំងអស់គ្នាដាក់ម្សៅស៊ុបកន្លះស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយទឹកស្អ៊ីវ1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយរួចហើយយើងកូរទឹកសក់រលាយសព្វចូលគ្នាបានល្អសិនមកសោះរលាយសព្វគ្នាហើយនឹងខ្ញុំយកមកចាក់ពីលើមាន់ដើម្បីប្រឡាក់មាន់នៅពេលដែលយើងប្រឡាក់មាន់ហើយគឺយើងទុក10នាទីសិនក៏លេចមកមើលបន្លែរបស់យើងគឺថារៀបរួចរាល់ហើយឃើញថាយើងប្រឡាក់មាន់រយៈពេល10នាទីកន្លងផុតទៅឥឡូវនេះដល់វគ្គដុតមាន់ហើយនេះខ្ញុំយកគល់ក្រីមករៀបបាតឆ្នាំងរួចហើយនឹងខ្ញុំចាក់ប្រេងឆាបន្តិចយើងធ្វើបែបហ្នឹងមាន់របស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់បន្ទាប់មកនឹងខ្ញុំដាក់មាន់ចូលអញ្ចឹងយើងអត់តន់ចាក់កូកាទេយើងដាក់មាន់របស់យើងលើភ្លើងដើម្បីឲ្យមានរសជាតិឈ្ងុយសិនចាំយើងចាក់កូកាចូលនៅពេលដែលមាន់ឈ្ងុយហើយនឹងខ្ញុំចាក់កូកាចូលម្ដងទៀតចាក់ទាំងអស់ទេអញ្ចឹងយើងគ្របមាន់ទុកចោលទៅយើងមកបុកជាមួយនឹងទឹកត្រីកោះកុងអញ្ចឹងនេះខ្ញុំដាក់ខ្ទឹមសដាក់គល់ជីវ៉ាន់សុយដាក់ម្ទេសពី3គ្រាប់មកហើយនឹងខ្ញុំដាក់ជាមួយនឹងម្សៅស៊ុបមួយចុងស្លាបព្រាបាយស្ករត្នោតជិតកន្លះស្លាបព្រាបាយរួចហើយនឹងខ្ញុំបុកគ្រឿងឲ្យម៉ត់សិនមកគ្រឿងម៉ត់ហើយយើងដាក់ជាមួយនឹងទឹកត្រីចូលចំនួន5ស្លាបព្រាបាយរួចហើយយើងកូរទឹកត្រីហ្នឹងឲ្យរលាយសព្វជាមួយនឹងគ្រឿងរបស់យើងរួចហើយដាក់ក្រូចឆ្មាចូលចំពោះក្រូចឆ្មាបងប្អូនចូលចិត្តជូរប៉ុណ្ណាដាក់ប៉ុណ្ណឹងមកអញ្ចឹងគឺថាទឹកត្រីកោះកុងរបស់យើងរួចរាល់ហើយលឿនមែនទែនបងប្អូនទាំងអស់គ្នានេះខ្ញុំបានដួសដាក់ចានបងប្អូនមើលពណ៌ទឹកត្រីកោះកុងគេផងគឺថាក្រហមមែនទែនឥឡូវនេះមើលមាន់របស់យើងវិញកុំមើលតែទឹកត្រីកោះកុងព្រោះថាមាន់របស់យើងចិត្តឆ្អិនហើយនេះខ្ញុំបានដាក់បន្លែចូលចំពោះបន្លែបងប្អូនចូលចិត្តបន្លែដាក់បន្លែហ្នឹងមកនេះខ្ញុំដាក់តែស្ពៃក្តោបនិងត្រយូងចេកទេដាក់បន្លែហើយនេះខ្ញុំបានចាក់កូកាបន្តិចទៀតណាបងប្អូនទាំងអស់គ្នាឥឡូវនេះឃើញថាបន្លែរបស់យើងឆ្អិនហើយណាលឿនទេនេះខ្ញុំដាក់តែ10នាទីទេគឺបន្លែរបស់យើងផុយតែម្ដងឥឡូវនេះខ្ញុំបានគ្របមាន់ទុកបន្តិចទៀតព្រោះថាអត់ទាន់ឆ្អិនទេនេះខ្ញុំក៏បានចាក់កូកាចូលអស់ហើយមួយកំប៉ុងកូការបស់យើងមួយកំប៉ុងគឺឆ្អិនមាន់តែម្ដងឥឡូវនេះឃើញថាមាន់របស់យើងផុយហើយនេះខ្ញុំបានដួសដាក់ថាសមួយមកព្រោះថាដល់ថាសបានដាក់គ្រប់ព្រោះថាយើងមានបន្លែហើយនេះខ្ញុំក៏មានបន្លែតសក់ផងដែរដើម្បីបន្ថែមមានបន្លែឆ្អិនមានបន្លែឆៅបងប្អូនចង់ញ៉ាំមួយណាក៏បានដែរមានជាមួយនឹងទឹកត្រីកោះកុងហើយមាន់របស់យើងគឺថាក្រហមមែនទែនបងប្អូនទាំងអស់គ្នាមើលតែពណ៌មាន់ក៏ដឹងដែររសជាតិបាញ់និយាយទេគឺថា10លើ10បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំបាននាងខ្ញុំធានាលើរសជាតិបងប្អូនអាចមើលវីដេអូធ្វើតាមវិធីសាស្ត្រដូចនាងខ្ញុំក៏បានដែរយើងចាក់កូកាម្ដងតិចមាន់របស់យើងគឺថាក្រហមស្អាតហើយរសជាតិគឺឆ្ងាញ់អស់បាយ3ចានណាបងប្អូនទាំងអស់គ្នាគឺថាឆ្ងាញ់មែនទែនអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់